សានគឺជាឈ្មោះអាជីពទេតែដល់ពេលយើងហៅគឺយើងហៅ sensei ដូចគ្រូអញ្ចឹងគ្រូបើឈ្មោះហើយកំបងវ៉ាគ្រូដោយពាក្យខ្យូស៊ីគឺជាឈ្មោះអាជីពបានន័យថាជាគ្រូបង្រៀនអញ្ចឹងណាប៉ុន្តែដល់ពេលយើងនិយាយគឺឧទាហរណ៍ A sensei អញ្ចឹងគឺ sensei A អញ្ចឹងទៅអាហ្នឹងគឺពាក្យសម្រាប់ហៅនេះ sensei នេះហើយជាមួយនឹងយើងទៅមន្ទីរពេទ្យពេលយើងជួបគ្រូពេទ្យអញ្ចឹងយើងហៅ sensei ដូចគ្នាឆ្នាំអញ្ចឹងពាក្យ sensei ហ្នឹងអត្ថន័យសម្រាប់ប្រើបានពីរមុខគឺគ្រូបង្រៀនផងហើយនឹងលោកគ្រូអ្នកគ្រូពេទ្យផងហើយទេអូខេហើយទេហើយតសុភ័ក្រណាមកសុភ័ក្រណាហើយ